មានសំណួរមួយដែលប្រិយមិត្តយើងបានសួរមកខាងខ្ញុំថាហេតុអ្វីរុស្ស៊ីមិនប្រើប្រាស់យន្តហោះចម្បាំង MiG-35 ក្នុងសង្គ្រាមអ៊ុយក្រែនបើយើងនិយាយពីយន្តហោះចម្បាំងដែលមានសមត្ថភាពប្រដេញគ្នាលើអាកាសសឹងថាកម្រមានយន្តហោះប្រដេញណាដែលមានសមត្ថភាពដូចទៅនឹងយន្តហោះចម្បាំងត្រកូល MiG នេះបានឡើយហើយគេឈ្មោះដ៏ល្បីល្បាញរបស់វាត្រូវបានបន្តពីមួយជំនាន់ទៅមួយជំនាន់ទៀតប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះរដ្ឋរុស្ស៊ីចាប់យកក្រុមហ៊ុនត្រកូលស៊ូជាដៃគូវិញនឹងជួយលើកដំកើងយន្តហោះចម្បាំងត្រកូលស៊ូណាស់ចំណែកឯត្រកូលមិចវិញត្រូវបានរុស្ស៊ីសឹងថាធៀបចោលនិងបើយើងសម្លឹងមើលពីសង្គ្រាមរុស្ស៊ីអ៊ុយក្រែនស៊ូ30និងស៊ូ35ត្រូវបានអ៊ុយក្រែនបាញ់ទម្លាក់ធ្លាក់អស់ជាច្រើនគ្រឿងចំណែកឯត្រកូលវិចវិញគ្រាន់តែឮឈ្មោះវាកងទ័ពអ៊ុយក្រែនភ័យបាក់ស្បាតទៅហើយជាពិសេសគឺ MiG-31 តែម្ដងតើយន្តហោះចម្បាំង MiG-35 ស៊េរីចុងក្រោយរបស់រុស្ស៊ីមួយនេះមានសមត្ថភាពប៉ុណ្ណានោះថ្ងៃនេះ Channel YouTube KH News នឹងលើកយកលក្ខណៈពិសេសរបស់វាមករៀបរាប់ជូនដល់ប្រិយមិត្តយើងដែលនិយមចូលចិត្តតាមដានចំពោះវិស័យយោធាសម្រាប់យន្តហោះចម្បាំងប្រដេញ MiG-35 ក៏ត្រូវបានធ្វើទំនើបកម្មចេញពីរៀមច្បងគឺ MiG-29 ដែលវាត្រូវបានធ្វើការហោះហើរជាលើដំបូងនៅថ្ងៃទី7ខែកុម្ភៈឆ្នាំ2007និងកងទ័ព NATO តារាសេនីមេថា Fulcrum F ដែលយន្តហោះមួយនេះមានបណ្ដោយប្រវែង 17.3 ម៉ែត្រស្លាបប្រវែង 12 ម៉ែត្រកម្ពស់ 4.73 ម៉ែត្រនិងមានទម្ងន់ទទេនោះគឺ 11,000 គីឡូក្រាមនិងពេលវាផ្ទុកសពាវុធរួចមានទម្ងន់ចាប់ពី 17,500 គីឡូក្រាមរហូតដល់ 24,500 គីឡូក្រាមប្រើប្រាស់ពីរថម្នាក់ឬក៏ពីរនាក់អាស្រ័យទៅតាមប្រភេទរបស់វានីមួយៗនិងប្រើប្រាស់ម៉ាស៊ីនចំនួន2ដែលអាចហោះក្នុងល្បឿន 2,100 គីឡូម៉ែត្រក្នុង1ម៉ោងត្រង់កន្លែងនេះដែរឯកសារខ្លះបានសរសេរថាវាអាចហោះបានចម្ងាយ 2,560 ដល់ 2,700 គីឡូម៉ែត្រក្នុង1ម៉ោងមានល្បឿនលឿនជាងសំឡេង 1.14 ដងក៏ប៉ុន្តែនៅពេលវាហោះចេញប្រតិបត្តិការតាមសមុទ្រវិញគឺអាចហោះបានតែ 1,400 គីឡូម៉ែត្រក្នុង1ម៉ោងហើយសម្រាប់ចម្ងាយចេញប្រតិបត្តិការប្រយុទ្ធគឺ 1,000 គីឡូម៉ែត្រដោយចម្ងាយនេះគឺជាចម្ងាយដែលស្ថិតក្នុងរង្វង់ប្រតិបត្តិការរបស់វានិងចម្ងាយដែលយន្តហោះនេះអាចហោះទៅដល់នោះគឺ MiG-35 អាចហោះបាន 3,000 គីឡូម៉ែត្រឬក៏ 3,100 គីឡូម៉ែត្រឬក៏គេប្រើធុងសាំងសាគូវិញគឺវាអាចហោះបានចម្ងាយឆ្ងាយជាងនេះទៅទៀតរហូតដល់ 6,000 គីឡូម៉ែត្រនិងអាចហោះបានកម្ពស់ 16,000 ម៉ែត្រទៅ 17,000 ម៉ែត្រចំពោះការបំពាក់សពាវុធរបស់វាវិញគឺយន្តហោះ MiG-35 អាចបំពាក់គ្រាប់បាន 7 តោនទាំងគ្រាប់ដែលកំពុងប្រើប្រាស់ក្នុងពេលបច្ចុប្បន្ននិងគ្រាប់ដែលផលិតនាពេលអនាគតក្នុងនោះក៏មានអាវុធឡាស៊ែរផងដែរហើយគ្រាប់ដែលប្រើប្រាស់សម្រាប់បំពាក់លើយន្តហោះចម្បាំងនេះមានដូចជាគ្រាប់រ៉ុកែត S8, S13, S24 និង S25I សម្រាប់គ្រាប់រ៉ុកែត S25I ជាប្រភេទគ្រាប់រ៉ុកែតនាំផ្លូវមីស៊ីលប្រឆាំងគ្នាលើអាកាសមានដូចជា R73, R77 និងមីស៊ីលបាញ់ពីអាកាសមកដីមានដូចជា KH-25MAE, KH-29LTE និង KH-35ME ឬក៏ KH-31 F1 និងបំពាក់ទៅដោយមីស៊ីលសម្រាប់ប្រឆាំងនឹងកាំរស្មីចំនួន4គ្រាប់ប្រភេទ KH-31PD មីស៊ីលប្រឆាំងនាវាចំនួន4គ្រាប់ប្រភេទ KH-31AD និងគ្រាប់បែកនាំផ្លូវ3គ្រាប់ដែលគ្រាប់បែកនេះគឺបែងចែកទៅតាមប្រភេទរបស់វាទៀតផងព្រមទាំងកាំភ្លើងយន្ត 30 មីលីម៉ែត្រមួយដើមយន្តហោះចម្បាំង MiG-35 នេះគឺជាយន្តហោះចំនួនទី4បូករបស់រុស្ស៊ីមានតួនាទីពហុមុខងារតាមដានសង្កេតការណ៍និងវាយប្រហារដែលអាចហោះបត់បែនគ្រប់កាលៈទេសៈនិងអាកាសធាតុនិងវាបំពាក់ទៅដោយបច្ចេកវិទ្យាចុងក្រោយរបស់រុស្ស៊ីក៏ដូចជាប្រព័ន្ធរ៉ាដា PESA ឬក៏ AESA រ៉ាដាដោយរ៉ាដារបស់វាគឺមានសមត្ថភាពអាចចាប់យកគោលដៅបានឆ្ងាយជាងយន្តហោះ MiG ស៊េរីមុនឆ្ងាយណាស់ដោយ MiG-35 នេះរ៉ាដារបស់វាអាចចាប់យកគោលដៅលើអាកាសបានចម្ងាយ 130 គីឡូម៉ែត្រទៅ 160 គីឡូម៉ែត្រឯកសារខ្លះបានសរសេរថារ៉ាដាវាអាចចាប់សញ្ញាបានចម្ងាយ 200 គីឡូម៉ែត្រទៅ 250 គីឡូម៉ែត្រអាចចាប់យកគោលដៅពីអាកាសមកដីបានចម្ងាយ 300 គីឡូម៉ែត្រដោយយន្តហោះនេះអាចចាប់សញ្ញារបស់សត្រូវបាន 30 គោលដៅផ្សេងគ្នានិងអាចបញ្ជាគ្រាប់មីស៊ីលវាយប្រហារទៅកាន់ទីតាំងសត្រូវ 6 គោលដៅខុសគ្នាក្នុងពេលតែមួយជាមួយនឹងឧបករណ៍ជំនួយផ្សេងទៀតមានដូចជាប្រព័ន្ធឡាស៊ែរដែលអាចស្វែងរកគោលដៅបានចម្ងាយ 20 គីឡូម៉ែត្រប្រព័ន្ធអេឡិចត្រូនិកមានដូចជា Infrared Search and Track Sensor និងកាមេរ៉ាចាប់យករូបភាពឧបករណ៍សម្រាប់មើលនៅពេលយប់ដែលអាចមើលបានចម្ងាយ 20 គីឡូម៉ែត្រនៅដីគោក
នឹង40 គីឡូម៉ែត្រលើផ្ទៃសមុទ្រនិងប្រព័ន្ធដើម្បីគេចផុតពីប្រព័ន្ធការពារមីស៊ីរបស់សត្រូវដែលបាញ់ចេញពីផ្ទៃដីទៅអាកាសបច្ចុប្បន្នយន្តហោះប្រដេញមិច35មានច្រើនស៊េរីដូចជាមិច35និងមិច 35S មានកៅអីចំនួន1សម្រាប់ពីលុតម្នាក់និងមិច 35D ឬក៏មិច 35B មានកៅអី2សម្រាប់ពីលុត2នាក់ចំពោះតម្លៃរបស់វាវិញបើយោងតាមเพจខ្មែរឡតបានចុះផ្សាយថាវាមានតម្លៃ$55 លានសហរដ្ឋអាមេរិកក្នុងមួយគ្រឿងប៉ុន្តែ website បរទេសវិញខ្ញុំមិនបានដឹងថាវាមានតម្លៃប៉ុន្មាននោះទេហើយអ្វីរុស្ស៊ីមិនប្រើប្រាស់វាក្នុងសង្គ្រាមអ៊ុយក្រែននោះចម្លើយយ៉ាងខ្លីនោះគឺមិច35មានត្រឹមតែ6គ្រឿងប៉ុណ្ណោះដូច្នេះរុស្ស៊ីមិនអាចយកវាមកប្រើប្រាស់បានហើយតម្លៃរបស់វាគឺថ្លៃលើសត្រកូលស៊ូធ្វើរុស្ស៊ីមិនអាចផលិតវាបានច្រើននោះទេហើយប្រទេសមួយចំនួនដូចជាឥណ្ឌាម៉ាឡេស៊ីបង់ក្លាដេសមីយ៉ាន់ម៉ានិងអាសង់ទីនបានស្ទាក់ស្ទើរក្នុងការទិញវាហើយខ្លះក៏ងាកមកទិញស៊ូ30វិញ